បងប្អូនធ្លាប់អត់ពេលខ្លះអង្គុយសុកនឹកឃើញចង់ញ៉ាំឆាមីស៊ូភ្លាមចាដោយសារតែមុខម្ហូបមួយនេះបើនិយាយទៅវាជាមុខម្ហូបមួយពេញនិយមមែនតែនជាពិសេសពេលបុណ្យទានចាឬមកក៏ថ្ងៃសិលអីណាចាទៅវត្តទៅគឺដឹងថាមានឆាមីស៊ូហ្នឹងចាមួយចានដែកត្មងណាដោយសារតែគ្រួសារណាក៏ធ្វើមុខម្ហូបហ្នឹងទៅវត្តដែរបងប្អូនមិនថាខ្ញុំមិនថាគេណាចាពេលបុណ្យទានមកបានសឡត្រួយស្លឹកអំពិលអីគឺអែហ្មងដោយសារតែឆាមីស៊ូច្រើនពេកមែនអត់បងប្អូនចាថ្ងៃនេះផងដែរខ្ញុំមកឆាមីស៊ូចាញ៉ាំជាមួយនឹងសាច់ជ្រូកចាជាទូទៅពេលដែលទៅវត្តពីមុនណាចាខ្ញុំឆាដាក់ជាមួយនឹងសាច់មាន់ដោយឡែកថ្ងៃនេះចាមកឆាញ៉ាំជាមួយនឹងសាច់ជ្រូក3ជាន់ម្ដងហើយជាដំបូងហ្នឹងគឺខ្ញុំដាក់ចំហៀវខ្លាញ់ជ្រូកសិនចាចំហៀវអាសាច់3ជាន់ខ្លាញ់ហ៎ចំហៀវវាឡើងខ្លាញ់តិចសិនចាហើយដាក់ជាមួយនឹងខ្ទឹមសជាមួយនឹងហេប៊ីយ៉ាហឺចាបន្ទាប់មកខ្ញុំចាប់ដើមដាក់សាច់ចាសាច់សុតយើងហ្នឹងបងប្អូនសាច់ជ្រូកណាចាក្រហមហ្នឹងមិនមែនសាច់គោណាបងប្អូនចាដាក់គោច្បុកច្បល់ឲ្យវារីងសពបន្តិចហើយសុំយើងដាក់ជាមួយនឹងគ្រឿងទេសចាពេលដែលសាច់រីងសពហើយដាក់គ្រឿងទេសទៅគឺវាចូលជាតិបានល្អមែនតើហើយជាទូទៅគ្រឿងទេសដែលខ្ញុំប្រើគោលសំខាន់គឺមានតែម្សៅស៊ុបស្ករសចាប៊ីចេងទឹកត្រីម្រេចនឹងឯងបងប្អូនដាក់តែប្រមាណមុខនឹងទៅចាដាក់តាមបរិមាណចាមីស៊ូរបស់បងប្អូនណាឬមួយក៏ដាក់តាមរសជាតិចាដែលបងប្អូនច្រើនតែត្រូវមាត់ណាចាត្រូវមាត់ឲ្យមានន័យថាឆ្ងាញ់បងប្អូនចាចាឥឡូវខ្ញុំដាក់គ្រឿងទេសហើយបងប្អូនណាកូរច្បោកច្បល់ទៅមានអីពិបាកទេហើយខ្ញុំជឿជាក់ថាបងប្អូនយើង99%ចាសឹងថា100%ឯដែលគាត់ចេះធ្វើមុខម្ហូបមុខនេះហ៎ប៉ុន្តែខ្ញុំគ្រាន់តែចង់បង្ហាញពីរបៀបធ្វើរបស់ខ្ញុំបែបងាយស្រួលចាឥឡូវនឹងសាច់ឆ្អិននេះបងប្អូនទុករហូតដល់សាច់ឆ្អិនណាចាតោះមកខ្ញុំចាប់ផ្ដើមដាក់បងជាមួយនឹងបន្លែហើយសម្រាប់បន្លែឆាមីស៊ូនេះបងប្អូនអើយដាក់បន្លែឆាអីក៏បានដែរចាសម្រាប់ថ្ងៃនេះខ្ញុំដាក់តែការ៉ុតជាមួយនឹងគេហៅអីគេមកតេសមែនទេគេហៅខ្ទឹមបារាំងនឹកអត់ឃើញបងប្អូនចាហើយក៏មានលាយផ្កាខាត់ណែបន្តិចតួចចឹងណាចាបន្ទាប់មកខ្ញុំចាប់ផ្ដើមកូរច្បុកច្បល់បន្លែនឹងចូលគ្នាឲ្យរៀងឆ្អិនបន្តិចហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងមីស៊ូចូលតែម្ដងហើយសម្រាប់មីស៊ូនេះគឺត្រាំទឹកឲ្យវារីកសិនណាបងប្អូនមិនមែនរីកខ្លាំងវារីកមិនល្មមទៅហើយយើងយកកន្ត្រៃកាត់វាឲ្យរៀងខ្លីៗតិចទៅដើម្បីយើងងាយស្រួលនៅក្នុងការឆាចាឥឡូវនេះគឺចាកូរច្បុកច្បល់មីស៊ូនឹងចូលគ្នាទៅបងប្អូនណាចាมันមានអីពិបាកទេចាហើយសម្រាប់បងប្អូនដែលគាត់ចង់ញ៉ាំរៀងតុនជាងហ្នឹងបងប្អូនអាចដាក់ថែមទឹកក៏បានដែរតែសម្រាប់ខ្ញុំបើតុនពេកអត់សូវឆ្ងាញ់ទេបងប្អូនចាក៏មានបងប្អូនខ្លះឆាដាក់មីស៊ូហ្នឹងគាត់រៀងរឹងជាងខ្ញុំទៀតបងប្អូនចារៀងស្ងួតជាងខ្ញុំអញ្ចឹងណាតែសម្រាប់ខ្ញុំចូលចិត្តបែបប៉ុណ្ណឹងឥឡូវឆ្អិនហើយបងប្អូនអើយនិយាយពីរសជាតិវិញអស់ទាស់តែម្ដងខ្ញុំនិយាយមែនអត់មានថែមថយគ្រឿងទេសអីទៀតទេដាក់តែម្ដងគឺហើយហ្មងឥឡូវឆ្អិនហើយបងប្អូនមកជួយញ៉ាំជាមួយខ្ញុំទាំងអស់គ្នាហើយសម្រាប់វីដេអូនៃការធ្វើមុខម្ហូបរបស់ខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេបើសិនជាមានកំហុសកន្លែងណាបងប្អូនអធិស្ឋានដល់ខ្ញុំផងណាអរគុណជួបខ្ញុំវីដេអូក្រោយជំរាបលាបាយបាយ